ក្មេងប្រុសនេះបានវាយដោយចៃដន្យនៅកូដមួយចំនួននៅលើក្តារចុចហើយថ្នាក់ទាំងមូលសើចចំអកគាត់បានថតរូបគ្រូរបស់គាត់ចូលទៅក្នុងនារីដ៏ស្រស់ស្អាតបន្ទាប់មកប្រើជំនាញ hacking របស់គាត់បានលួចចូលបណ្ដាញរបស់សាលាហើយបង្ហាញរូបថតនោះនៅលើអេក្រង់ធំនៃថ្នាក់រៀនគាត់ក៏បានផ្លាស់ប្ដូរពិន្ទុប្រឡងរបស់សិស្សទាំងអស់ផងដែរពេលនាយកដឹងគាត់ខឹងហើយភ្លាមនោះបានទូរស័ព្ទទៅឪពុកម្ដាយរបស់យ៉ាក់គាត់បាននិយាយថាក្មេងប្រុសនេះគួរតែត្រូវបានគេបណ្តេញចេញម្ដាយរបស់យ៉ាក់បានលើកដៃសុំទោសប៉ុន្តែគ្មានអ្នកណាដឹងថាមិនយូរប៉ុន្មានទេកសលរបស់យ៉ាក់នឹងធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលប៉ុន្មានថ្ងៃក្រោយមកគាត់បានឈ្នះការប្រកួតប្រជែងផ្នែកសុវត្ថិភាពនិងទទួលបានរង្វាន់1 លានមិនយូរប៉ុន្មានយ៉ាក់បានចាប់ផ្ដើមធ្វើការក្រៅម៉ោងនៅក្នុងហាងអ៊ីនធឺណិតពេលគាត់សុំម្ចាស់ហាងកាហ្វេជាមុនម្ចាស់គិតថាយ៉ាក់មិនទាន់គ្រប់អាយុហើយព្យាយាមជៀសវាងការបង់ប្រាក់ឲ្យគាត់មិនដឹងថាគាត់កំពុងដោះស្រាយជាមួយអ្នកណាទេយ៉ាក់ទាញទូរស័ព្ទរបស់គាត់ចេញហើយវាយលេខកូដពី3បន្ទាត់និងគាំងបណ្ដាញហាងកាហ្វេទាំងមូលក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុន្មានថ្ងៃក្រោយមកក្រុមហ៊ុនបច្ចេកវិទ្យាធំមួយបានធ្វើសន្និសីទសារព័ត៌មាននាយកបច្ចេកទេសរបស់ពួកគេអួតអំពីថាតើសុវត្ថិភាពម៉ាស៊ីនមេរបស់ពួកគេខ្លាំងប៉ុណ្ណាយ៉ាក់ចាប់អារម្មណ៍ហើយបានចូលទៅក្នុងបញ្ហាប្រឈមនៃភាពងាយរងគ្រោះរបស់ពួកគេភារកិច្ចគឺដើម្បីបំបែកស្រទាប់សុវត្ថិភាព3និងឈ្នះ$1 លានអ្នកជំនាញកម្ពុជាចំនួន8មកពីទូទាំងប្រទេសត្រូវបានអញ្ជើញដរាបណាការប្រកួតចាប់ដើមម្រាមដៃរបស់យ៉ាក់បានហោះកាត់ក្តារចុចត្រឹមតែ1នាទីគាត់បានបំបែកជញ្ជាំងភ្លើងដំបូងម្ដងមួយអ្នកជំនាញទាំងអស់បានបរាជ័យបន្ទាប់មកយ៉ាក់បានបំបែកជញ្ជាំងភ្លើងទី2ផងដែរឥឡូវនេះមានតែយ៉ាក់ប៉ុណ្ណោះដែលនៅសល់ក្នុងហ្គេមស្រទាប់ទី3គឺពិបាកបំផុតយ៉ាក់បន្តវាយប្រហារវាប៉ុន្តែប្រព័ន្ធការពារខ្លួនរាល់ពេលនៅសល់តែ3នាទីប៉ុណ្ណោះមិត្តភ័ក្តិរបស់គាត់បានដាស់តឿនគាត់ថាគុំគ្រាន់តែវាយប្រហារការពារផងដែរនៅទីបំផុតយ៉ាក់អាចបំបែកបានស្រទាប់ចុងក្រោយនៅវិនាទីចុងក្រោយសារបានបន្តដោយសម្លេងទាដៃបន្ទាប់ពីការប្រកួតប្រជែងយ៉ាក់បានទទួលរង្វាន់រាប់លាន$ហើយនាយកបានផ្ដល់ជូនគាត់ភ្លាមប្រាក់ខែ$50 លានក្នុងមួយឆ្នាំប៉ុន្តែយ៉ាក់គ្រាន់តែញឹមហើយបដិសេធគាត់បាននិយាយថាខ្ញុំនៅមានអ្វីបន្ថែមទៀតដើម្បីរៀនដោយសារតែជ្រៅគាត់ដឹងថាពន្លឺពិតរបស់គាត់មិនទាន់មកដល់ទេប្រសិនបើអ្នកជាយ៉ាក់តើអ្នកនឹងទទួលយកការផ្ដល់ជូនរបស់ក្រុមហ៊ុនទេ